បាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទគណៈស្មាននេះបាទខ្ញុំបាទកំពុងតែនៅបាទទឹកដីខេត្តបាត់ដំបងបាទគណៈស្មាននេះវេលាម៉ោង 10:05 នាទីព្រឹកបាទម៉ោងនៅក្នុងប្រទេសកម្ពុជាបាទត្រូវនឹងថ្ងៃទី 13 ថ្ងៃច័ន្ទបាទថ្ងៃច័ន្ទបាទខែកុម្ភៈបាទនៅសល់តែថ្ងៃស្អែកទីវានៃក្តីស្រឡាញ់គឺថាបានចូលមកដល់ហើយក្នុងនោះផងដែរបន្ទាប់ពីបងប្អូនបានតាមដាននៅរឿងរ៉ាវខ្សែជីវិតពិតបាទរបស់អតីតគឺជាកីឡាករជើងខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជាខ្ញុំបាទសូមជម្រាបប្រាប់ផងដែរថាកីឡាករជើងខ្លាំងបាទគឺកីឡាករ Lin Isakhoi បាទជាកីឡាករចំនួនលឹកវិបុលពេជ្រប៊ុនហមកីឡាករចៅជែកអាំងបាទហើយនឹងកីឡាករក្រាក់សំផស្សហើយកីឡាករ Lin Isakhoi គឺជាម្ចាស់មេដាយមាសឆ្នាំ 1998ជាម្ចាស់មេដាយមាសខ្សែក្រវ៉ាត់របស់សម្ដេចពានរង្វាន់ខ្សែពានរង្វាន់របស់សម្ដេចអគ្គមហាតេជោហ៊ុនសែននៅឆ្នាំ 1998 ហើយក៏ជាម្ចាស់មេដាយប្រាក់បាទ King Cup ប្រកួតនៅទីក្រុងបាងកកបាទជាមួយនឹងកីឡាករនួនភិរមដែលទៅពីប្រទេសកម្ពុជាទៅជាកីឡាករនួនភិរមអូតភូថងបាទគឺម្ចាស់ King Cup 45 ប្រទេសបាទគឺបានចំណាត់ថ្នាក់មេដាយប្រាក់បាទជម្រាបសួរ Lin Isakhoi បាទជម្រាបសួរបងអូនស្រីបាទនេះគឺជាប្រពន្ធរបស់កីឡាករជើងខ្លាំងរបស់យើងហើយជីវភាពគាត់ពិបាកមែនទែនបងអូនស្រីសូមទោសបងអូនមានឈ្មោះអ្វីដែរបាទហើយអាយុប្រហែលឆ្នាំហើយអាយុ36ឆ្នាំហើយបានគ្នាមានកូនចៅប្រហែលអ្នកហើយមានកូនស្រី3នាក់ហើយយ៉ាងម៉េចដែរជីវិតប្តីជាកីឡាករតើជួបរាល់ថ្ងៃនេះប្តីប្រកបមុខរបរអ្វីដែរគាត់លីសែងបាទលីសែងហើយលីសែងយ៉ាងគេតែម្ដងចាហើយនឹងយាមចកាឲ្យគេចាយាមចកាគេចាំចាហើយមានសុភមង្គលទេនៅក្នុងវងគ្រួសារមានសុភមង្គលតាបាទហើយមិននិយាយចង់ជុំចាំថ្ងៃសខយបាទហើយមិនដែរពេលបងសុភទៅមានគេស្គាល់ច្រើនទេបាទបងមានគេបានមើលបានអីទេបានតែបងបានឮទៅខ្ញុំមិនសូវចេះលេខហ្នឹងបងគេលេខ Facebook ទេបាទហើយអ៊ីសខយហើយព្រឹកនេះយើងនៅចិត្តព្រះនរាយណ៍សុំកាមេរ៉ាបែរទៅព្រះនរាយណ៍តិចបាទអូខេហើយព្រឹកនេះមករត់ទិញអីទិញម្ហូបអីបងចង់ទិញមកទិញត្រីបងទិញត្រីបាទហើយនេះគឺជាម៉ូតូមានន័យថានៅក្នុងប្រទេសនៅក្នុងខេត្តទឹកដីខេត្តបាត់ដំបងបងប្អូនឃើញហើយកម្រមានអ្នកជិះម៉ូតូអសង្ការេណាប្រហែលជាមួយខេត្តនេះមានតែ2គ្រឿងទេបាទមានអ្នកជិះបាទគេថានៅខេត្តបាត់ដំបងនេះភាគច្រើនគេមិនសូវជិះម៉ូតូសង្ការេទេបងប្អូនឃើញហើយជីវិតកីឡាប្រដាល់ដល់ល្បីគេថាជិះតែម៉ូតូសង្ការេមួយទេគិតមើលម្ចាស់មេដាយមាសពានរង្វាន់ឆ្នាំ 97 សម្ដេចអគ្គមហាតេជោហ៊ុនសែន98ជីវិតរកតែម៉ូតូកញ្ចាស់ជិះគ្មានផងម៉ូតូដ៏ចាស់មែនទែនបាត់ដំបងភាគច្រើនគេប្រើតែ Dream Song គេប្រើតែ Fino គេប្រើ Scoopy ហើយសឹងតែមួយខេត្តហ្នឹងមានម៉ូតូតែ Lin Isakhoi តែមួយទេបើអ្នកនៅភ្នំពេញសបោមែនទែនហើយម្ចាស់ពានរង្វាន់ហៅថាមេដាយប្រាក់ King Cup 45 ប្រទេសកន្លងមកជួយលើកមុខមាត់ប្រទេសកម្ពុជាច្រើនរីកមុខរីកមាត់ហើយអញ្ចឹងបានទិញឥឡូវបងសុំឧបត្ថម្ភ 10,000 រៀលណាបងប្អូនស្រីទទួលបាទហើយថវិកា 10,000 រៀលនេះជាថវិកាថាជារបស់បងធររបស់បងម្នាក់បងធររបស់បងម្នាក់ដែលគាត់មិនសុំបញ្ចេញឈ្មោះទេគាត់ថាសុំជូន 10,000 រៀលគាត់ផ្ញើមកខ្ញុំណាគឺណៃជួយយកលុយ 10,000 រៀលជូនដល់កីឡាករ Lin Isakhoi ផងហើយធ្លាប់មើលបងអូនវាយល្អណាស់ការចំណូលហ្នឹងហើយពិសេសរៀងរបស់បងអូនគឺថាដូចគេហៅថាកីឡាករមិនចាញ់ប្រទេសគេណាហើយលះលហួនណាពីមុនល្អអីគេល្អកៃឬក៏ល្អជង្គង់គ្រប់ដានតែម្ដងបាទខ្ញុំមិនខ្ញុំចេះយើងចេះជង្គង់ចេះដែរកាផ្លេតែម្ដងបងបាទហើយគ្រាប់ព្រួលដៃគួរសម្រាប់ភាគច្រើនកែងជង្គង់ ប
គឺតតបង តតជើងបងគឺលឿនដោយលឹកវិបុលចឹងណា បានជើងខ្ញុំមើលមិនតន់ទេបង មើលមិនតន់ទេអរគុណណាឥឡូវបាទបងប្អូនកតាសានមុនធឿនដើរធ្វើតែអំពើល្អទេមិនសាងអំពើអាក្រក់ទេហើយថ្ងៃស្អែកទីវានៃក្តីស្រឡាញ់បានមកដល់ឥឡូវនេះកតាសានមុនធឿនបានពំនាំនៅថវិកាចំនួន 10,000 រៀលដែលជាថវិការបស់បងធររបស់ខ្ញុំហើយគាត់ថាសុំមិនបញ្ចេញឈ្មោះមិនចង់បានមុខបានមាត់អីទេថ្ងៃនេះគាត់ថាឲ្យ 10,000 ទៅបានហើយឥឡូវបងរាប់ជូនតែម្ដងណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5ដល់ប្រពន្ធយក50000ដែរ1 2 3 4 50000ឥឡូវមានអីអរគុណទៅដល់បងខរបស់ខ្ញុំម្នាក់នៅរាជធានីភ្នំពេញបាទដែលគាត់សូមមិនបញ្ចេញឈ្មោះបញ្ចប់នេះទេបងខរបស់បងសាន់នឹងឃើញតែគាត់មិនចេញឈ្មោះគាត់បានជួលដំណើររបស់ខ្ញុំ100,000នេះខ្ញុំសូមជូនពរទាំងបងឃើញនិងបងធ្វើរបស់គាត់ដែលជួលដំណើរមកនេះក្នុងគ្រួសារឲ្យជួបតែសុខភាពល្អនិងរស់ស៊ីមានបានគ្រប់ក្រុមគ្រួសារនឹងមានការងាររីកចម្រើនរហូតតទៅចាប់ពីថ្ងៃតទៅបងសូមអរគុណបងច្រើនដែលអាណិតខ្ញុំបាទតែចាំបងស្រីមានអីនិយាយបាទសូមអញ្ជើញចានាងខ្ញុំសូមអរគុណដល់ម្ចាស់ឧបត្ថម្ភដែលបានមិនបញ្ចេញឈ្មោះនាងខ្ញុំពីអ្នកប្តីពុនសូមអរគុណហើយនឹងជូនពរឲ្យក្រុមគ្រួសាររបស់គាត់និងលោកពូឲ្យមានសុខភាពល្អរស់ស៊ីមានបានឆ្នាំថ្មីសូមអរគុណជម្រាបលាបាទហើយបងអរគុណផងដែរហើយសំខាន់គឺបងថ្ងៃស្អែកទីវានៃក្តីស្រឡាញ់បងសូមផ្ដល់នៃការស្រឡាញ់លើកទឹកចិត្តចាំមើលថ្ងៃណាបងមានលុយបើថ្ងៃណាបងមានលុយបងនឹងចង់ឲ្យបងបើកក្លឹបណាពីព្រោះអូនល្អទាំងកែងល្អទាំងកែងល្អទាំងទាត់ល្អទាំងម៉ាត់ល្អជាងដរិចហើយបងប្អូនគួរបញ្ជាក់ផងដែរថាកីឡាករ Lin Isikoy នេះគឺជាកីឡាករមួយដែលបងប្អូនក្មេងតកក្រោយគឺថាមិនងាយស្គាល់កីឡាករជើងចាស់ហើយដែលល្បីល្បាញល្អគ្រប់គ្រឿងដោយកីឡាករពេជ្រប៊ុនធឿនអញ្ចឹងហើយបន្តិចទៀតខ្ញុំបាទសានប៊ុនធឿននឹងទៅជួបជាមួយនឹងកីឡាករជើងខ្លាំងម្នាក់ទៀតគឺកីឡាករពេជ្រប៊ុនធឿនបាទឥឡូវនេះសូមអញ្ជើញបងប្អូនធ្វើដំណើរទៅផ្ទះចុះទៅយាមចកាវិញណាបងសូមថតបងប្អូនតិចចុះនេះបាទនេះគឺជាម៉ូតូបាទសូមអញ្ជើញបាទឡើងទៅចុះអត់អីទេអូខេបាទសូមអញ្ជើញហើយបានអីខ្លះនេះបានត្រីទិញត្រីមួយបានបាទហើយឃើញទិញត្រីមួយបងប្អូនឃើញហើយកីឡាករល្បីកូន3នាក់មានតែត្រីមួយទេណាហើយនេះមិនមែនជាព័ត៌មានមួយដែលបណ្ឌិតកាឡៃកាត់តទេគឺជាធៀបពិតនៃជីវិតតែម្ដងមកឡើងផ្សារទិញបានត្រីមួយហើយអ្នកបាត់ដំបងគេធ្វើ1000-10000នាក់មិនទាន់មានណាជិះម៉ូតូអាសង្ការេទេគេឡើងអាសង្សារីអស់ហើយប៉ុន្តែជីវភាពកីឡាករម្ចាស់មេដៃមាសពានរង្វាន់ឆ្នាំ98របស់សម្ដេចតេជោហ៊ុនសែនជិះម៉ូតូកញ្ចាស់ហើយពិសេសគឺថាអ្នកខ្លះអត់មើលអត់មានយកចិត្តទុកដាក់កីឡាដែលល្អខ្លាំងចាស់ទៅគឺថាធីបចោលដោយគេធីបចោលស្លឹកបៀគ្មានទឹកចាស់អញ្ចឹងគាត់ថាបើយើងលើកទឹកចិត្តឆ្កឹះរកកីឡាករណាដែលល្បីលើកទឹកចិត្តជំរុញឲ្យបើកក្លឹបដូចជាក្រសួងអប់រំយុវជននិងកីឡាទទួលបន្ទុកផ្នែកខាងវិស័យកីឡាមើលការខុសត្រូវកម្រិតនៃជីវភាពរបស់កីឡាករយើងកុំឲ្យចាស់ដូចជាកីឡាករមានសមត្ថភាពល្អធីបចោលហើយកីឡាករណាដែលអញ្ញាកណ្ដាលចៅក្រមមួយចំនួនមិនដឹងជារៀននៅឯណាមិនដែលទៅកីឡាករផងមកដាក់បន្ទុកចៅក្រមហ្នឹងគឺថាមិនល្អទេហើយអញ្ចឹងហើយដូចជាកីឡាករ Lin Isikoy នេះគួរតែសហព័ន្ធកម្ពុជាប្រដាល់ណាទៅហៅទៅបំពាក់បំពន់ឲ្យធ្វើជាគ្រូបង្វឹកឬក៏ឲ្យធ្វើជាចៅក្រមដើម្បីឲ្យត្រូវជីវភាពផងបាទសូមអញ្ជើញបងបាទសូមអញ្ជើញឡើងចុះបាទជីវិតគឺចឹងហើយពាក្យពួកសមត្ថភាពត្រូវណាហេបាទសូមអញ្ជើញបាទបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទនេះគឺជាយើងមួយថ្ងៃយើងខំធ្វើល្អគួរតែយើងធ្វើអ្វីសម្រាប់សង្គមជាតិរបស់យើងអញ្ចឹងហើយសូមឲ្យប្រមុខរាជរដ្ឋាភិបាលពិសេសមន្ត្រីពាក់ព័ន្ធផ្នែកវិស័យកីឡាហ្នឹងគួរតែយកចិត្តទុកដាក់ខ្ពស់អំពីវិស័យកីឡាតើកីឡាករណាដែលល្បីល្អហ្នឹងយើងយកមកឲ្យគ្នាមានក្លឹបឲ្យគ្នាមានរៀនមានវគ្គបំពន់ត្រឹមត្រូវពេលខ្លះកីឡាករចាស់ទៅបើនៅប្រទេសគេវិញកុំថាឡើយតារាភាពយន្តតារាចម្រៀងសិល្បករកីឡាករគេឲ្យតម្លៃណាស់តែស្រុកខ្មែរយើងចាស់ទៅកីឡាករគឺសារ៉ូគឺថាសារ៉ូមកគឺថាអត់មានអ្នកណាយកចិត្តទុកដាក់ហើយយើងគិតមើលកីឡាករ Lin Isikoy នេះពានរង្វាន់
ចំណាត់ដាក់លេខ1ពានរង្វាន់លេខ1សម្ដេចតេជោហ៊ុនសែនឆ្នាំ1998ហើយមកចាស់មេដៃមាស King Cup 45ប្រទេសតែទីបំផុតរកតែម៉ូតូចាស់ជិះគ្មានសារ៉ូគឺខ្ញុំថាសារ៉ូគឺសារ៉ូហើយដោយសារខ្វះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគិតតែសង្គមបាក់សង្គមពួកពុកអាលួយអាណាមានទៅអាណាក្រចុយម៉ៃក្របាទអញ្ចឹងហើយពេលនេះសានមន្ទឿនឃើញសានមន្ទឿនសុខចិត្តអត់ណាជួយអ្នកក្រជួយកីឡាករមិនថាអ្នកណាទេហើយសានមន្ទឿនមិនចាំរងថាខ្លួនឯងមានសិនទេធ្វើប៉ុនមិនរងធ្វើប៉ុនតនខែភ្លឺហើយមិនចាំថាខ្លួនឯងមានសិនទេហើយមិនបាច់មានទេមានតែ10000ដក3000ជួយអ្នកក្រជីវិតគឺវាអញ្ចឹងបាទពេលនេះសាមន្ទឿនសូមលំអរកាយគោរពលា